ម្ដាយខំចិញ្ចឹមកូនម្នាក់ឯង5ឆ្នាំចុងក្រោយកូនជ្រើសរើសយកឪពុកព្រោះមូលហេតុដ៏ក្តុកក្តួលបំផុតម្ដាយចិញ្ចឹមកូនម្នាក់ឯង5ឆ្នាំតែចុងក្រោយកូនបែរជាជ្រើសរើសយកឪពុកព្រោះតែមូលហេតុដ៏ក្តុកក្តួលបំផុតនៅថ្ងៃដែលប្តីរបស់នាងចេញទៅធ្វើការងារនៅឯទីក្រុងគេបាននិយាយប្រាប់នាងថាបងទៅមិនយូរទេអូននៅផ្ទះមើលថែកូនឲ្យល្អណាបងនឹងផ្ញើលុយឲ្យអូនដើម្បីមើលថែកូននឹងខ្លួនឯងនាងក៏បានអោបប្តីយ៉ាងណែនមើលថែខ្លួនផងណាបងនាងនាំកូនទៅរស់នៅជាមួយឪពុកម្ដាយនៅឯស្រុកអ្នកជិតខាងគ្រប់គ្នានាំគ្នាខ្សឹបខ្សៀវថានាងត្រូវប្តីបោះបង់ចោលហើយក៏ប៉ុន្តែនាងនៅតែបញ្ជាក់ថាប្តីរបស់នាងគ្រាន់តែទៅធ្វើការនៅឯទីក្រុងប៉ុណ្ណោះដើម្បីឲ្យនាងនិងកូនបានហូបស្រួលរស់នៅស្រួលប្តីរបស់នាងតែងតែទូរស័ព្ទមកលេងនាងមិនលួសថ្ងៃហើយពេលដាច់ខែគេក៏ផ្ញើប្រាក់ឲ្យនាងនិងកូនបានចាយវាយនាងតែងរងចាំថ្ងៃដែលប្តីនឹងត្រឡប់មកវិញកន្លងផុតទៅបាន1ឆ្នាំហើយដែលប្តីរបស់នាងមិនបានទូរស័ព្ទមកហើយក៏មិនបានផ្ញើលុយឲ្យនាងដែរនាងមានអារម្មណ៍ថាភ័យព្រួយក្នុងចិត្តមិនដឹងថាប្តីរបស់ខ្លួនមានរឿងអ្វីក៏អត់ទើបមិនបានតាក់ទងមកយូរដល់ថ្នាក់នេះនាងព្យាយាមស៊ើបសួរពីដំណឹងប្តីតែបែរជាគ្មានសញ្ញាអ្វីទាល់តែសោះក្រោយស្វាមីលេងផ្ញើប្រាក់នាងក៏សម្រេចចិត្តយកលុយដែលនៅសល់ខ្លះទៅជួលតូបលក់ផ្លែឈើក្នុងផ្សារនាងតែងចេញពីផ្ទះតាំងពីព្រលឹមហើយយប់ងងឹតទើបចូលផ្ទះវិញនាងខំតស៊ូបែបនេះរហូតដើម្បីចិញ្ចឹមក្រពះកូនឪពុកម្ដាយចាស់និងខ្លួនឯង5ឆ្នាំកន្លងផុតទៅនៅសុកស្វាមីរបស់នាងក៏បង្ហាញខ្លួនឡើងព្រមជាមួយនឹងរថយន្តដ៏ទំនើបនាងក៏សប្បាយចិត្តជាខ្លាំងដែលស្វាមីជាទីស្រឡាញ់របស់ខ្លួនមានជីវិតរស់នៅល្អប្រសើរដូចដើមគេមិនបានមានរឿងអ្វីដូចដែលនាងគិតនោះឡើយអ្នកជិតខាងរបស់នាងក៏ជួយត្រេកអរព្រោះគិតថានាងនិងកូននឹងផុតទុក្ខផុតលំបាកទៀតហើយចាប់ពីពេលនេះតទៅនាងខ្លួនឯងក៏គិតដូចគ្នាដែរនៅយប់នោះផ្ទៃមេឃពោពេញទៅដោយពន្លឺផ្កាយក៏ប៉ុន្តែក្នុងបេះដូងនាងបែរជាហាក់ដូចជាមានព្យុះភ្លៀងកំពុងធ្លាក់មកវិញបងមកលើកនេះព្រោះចង់លេងលះគ្នាជាមួយនឹងអូនផុតសម្ដីរបស់ប្តីនាងស្ទើរតែសន្លប់ទាំងជំហរបងលលេងជាមួយខ្ញុំមែនទេនាងចាប់ដៃប្តីយ៉ាងណែននិងនិយាយទាំងញ័រមាត់បងនិយាយការពិតបងឈប់ស្រឡាញ់អូនហើយមែនទេគេពោលបញ្ជាក់បងឈប់ស្រឡាញ់អូនយូរហើយចុះបងឲ្យអូនរងចាំធ្វើអីខ្ញុំមិនដែលឈប់ស្រឡាញ់បងម្ដងណាទេខ្ញុំតែងរងចាំតែថ្ងៃបងត្រឡប់មកវិញហេតុអ្វីក៏យើងត្រូវបែកគ្នាទៅវិញនាងស្រក់ទឹកភ្នែកម៉ាត់ព្រោះតែទប់អារម្មណ៍លែងបានការពិតប្តីរបស់នាងបានធ្វើការរកស៊ីរហូតមានមាសមានប្រាក់និងរៀបការថ្មីជាមួយនារីដ៏ស្រស់ស្អាតម្នាក់គេត្រឡប់មកលើកនេះគឺដើម្បីសុំនាងលែងលះឲ្យដាច់ស្រេចនិងសន្យាផ្ដល់ប្រាក់មួយចំនួនឲ្យនាងចាប់ផ្ដើមជីវិតជាថ្មីនាងឃើញទឹកមុខនិងសម្ដីប្តីនៅទីបំផុតក៏បានដឹងថាប្តីនាងផ្លាស់ប្ដូរពិតមែនបើបងត្រូវការលេងគ្នាជាមួយនឹងខ្ញុំពិតមែនខ្ញុំក៏គ្មានជំរើសអីផ្សេងដែរក៏ប៉ុន្តែកូនវាទៅតែអាយុ10ឆ្នាំខ្ញុំមិនចង់ឲ្យវាត្រូវខូចចិត្តនោះទេរឿងនេះស្រេចតែលើកូនចោះសួរគេទៅថាគេចង់នៅជាមួយអ្នកណាប្តីបញ្ជាក់ការពិតប្តីរបស់នាងក៏ចង់បានកូនប្រុសទៅជាមួយដែរព្រោះប្រពន្ធថ្មីរបស់គេនៅក្មេងមិនទាន់ចង់ពោះមានកូននោះទេចំណែកនាងជឿជាក់ថាទោះយ៉ាងណាក៏កូនត្រូវរើសយកនាងព្រោះនាងនិងកូនបានរួមទុក្ខរួមសុខជាមួយគ្នាយ៉ាងលំបាកលំបិនជាមួយគ្នាជាច្រើនឆ្នាំមកហើយគេក៏មិនដែលឃ្លាតឆ្ងាយពីនាងម្ដងណាដែរនាងដឹងថាកូនស្និទ្ធស្នាលជាមួយនាងខ្លាំងណាស់នៅថ្ងៃលេងលះអាញាធរក៏បានសួរទៅកូនប្រុសថានឹងជ្រើសរើសនៅជាមួយអ្នកណាខ្ញុំនឹងទៅនៅជាមួយនឹងប៉ាពេលនេះនាងមានអារម្មណ៍ថាមេឃទាំងមូលកំពុងបាក់សង្កត់មកលើនាងតែម្ដងមិនបានកូននិយាយអញ្ចឹងកូនមិនស្រឡាញ់ម៉ាក់ទេមែនទេ
នាងចូលទៅអោបកូនប្រុសយ៉ាងណែនទាំងអស់សង្ឃឹមខូចចិត្តនឹងតក់ស្លុតចំពោះអ្វីដែលបានឮមិនបានអូនទុចឯងចង់ទៅនៅជាមួយនឹងប៉ាអញ្ញាធរសួរទៅកាន់កូនប្រុសព្រោះប៉ាជាអ្នកមានប៉ាខ្ញុំមានលុយប៉ាចូលចិត្តទិញរបស់ថ្មីថ្មីឲ្យខ្ញុំកូនប្រុសនិយាយតាមការគិតរបស់ខ្លួនឯងពិតហើយនៅពេលនេះប្តីរបស់នាងមានលុយច្រើនហើយជាច្រើនថ្ងៃមកនេះគេបានប្រើលុយដើម្បីទិញសម្លៀកបំពាក់និងរបស់លេងថ្មីថ្មីឲ្យកូនប្រុសរបស់ពួកគេមករហូតហើយកូនប្រុសរបស់គេមើលទៅក៏ហាក់ដូចជាចូលចិត្តឪពុករបស់គេជាងម្ដាយដែរតាំងពីរស់នៅជាមួយគ្នាមកនាងមិនដែលតាមចិត្តកូនទេនាងមិនដែលទិញរបស់លេងថ្លៃថ្លៃឲ្យកូននាងក៏មិនដែលផ្ដល់លុយឲ្យកូនបានចាយវាយតាមចិត្តនោះដែរនាងតែងបង្រៀនកូនឲ្យចេះសន្សំសំចៃព្រោះគ្រួសាររបស់ពួកគេមានឋានៈក្រីក្រដូច្នេះត្រូវចេះថែទាំថ្នាក់ថ្នមរបស់ប្រើប្រាស់គ្រប់យ៉ាងពេលណាកូនធ្វើខុសនាងក៏ធ្លាប់ជេរស្ដីនិងវាយកូនជាច្រើនដងមើលទៅកូនប្រហែលជាមានចិត្តស្អប់នាងយូរហើយទើបជ្រើសរើសទៅរស់នៅជាមួយឪពុកគេដែលពេលនេះមានគ្រប់យ៉ាងទាំងអស់ហេតុអីកូនមិននៅជាមួយនឹងម៉ាក់ចាប់ពីថ្ងៃនេះទៅកូនចង់បានអីចាំម៉ាក់ទិញឲ្យអាវថ្មីខោថ្មីស្បែកជើងថ្មីរបស់លេងថ្មីនៅជាមួយម៉ាក់ទៅណាកូននាងយំរៀបរាប់ប្រាប់កូនប្រុសទេអូនអត់ស្រឡាញ់ម៉ាក់ទេអូនចង់ទៅនៅជាមួយនឹងប៉ាប្តីរបស់នាងលួចញញឹមយ៉ាងសប្បាយចិត្តមើលទៅមិនអត់ប្រយោជន៍ទេដែលពី3ថ្ងៃនេះគេតាមយកចិត្តកូននិងកសាងភាពស្និទ្ធស្នាលជាមួយនឹងកូនអស់ហើយបេះដូងម៉ាក់រលាយអស់ហើយហេតុអីកូនធ្វើបែបនេះដល់ម៉ាក់នាងលើកដៃខ្ទប់មុខយំកណ្ដាលចំណោមមនុស្សគ្រប់គ្នានៅថ្ងៃដែលអតីតស្វាមីនាំកូនឡើងឡានចេញពីផ្ទះនាងបានទិញនំនិងរបស់លេងឲ្យកូនប្រុសជាទីស្រឡាញ់តែកូនប្រុសក៏បានបោះនំនិងរបស់លេងទាំងនោះចោលលើដីនិងប្រាប់ឲ្យឪពុកគេបើកឡានចេញឲ្យលឿននាងបានត្រឹមតែសម្លឹងមើលរបស់លេងនិងនំចំណីនៅលើដីហើយស្រក់ទឹកភ្នែកខូចចិត្តនឹងទង្វើរបស់កូននាងនៅតែចេញទៅលក់ផ្លែឈើដូចមុនក៏ប៉ុន្តែលក់លេងដាច់ដូចមុនទៀតហើយព្រោះម្ចាស់តូបលេងមានចិត្តលេងមានអារម្មណ៍នឹងការលក់ដោយសារតែនឹកដល់កូនខ្លាំងពេកនាងចេះតែគិតពេលនេះតើកូនសុខសប្បាយឬយ៉ាងម៉េចខ្លះទៅហើយញ៉ាំបានឆ្អែតគេងបានស្រួលទេម្ដាយចុងមានបានធ្វើបាបកូនរបស់ខ្ញុំទេជាច្រើនលើកនាងសម្រេចចិត្តទិញសម្បុត្ររថភ្លើងដើម្បីធ្វើដំណើរទៅទីក្រុងក៏ប៉ុន្តែទីបំផុតក៏មិនបានសម្រេចសូម្បីតែមួយលើកនាងមិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណាព្រោះទីក្រុងធំទូលាយហើយក៏មិនដឹងថាអតីតស្វាមីរបស់ខ្លួនរស់នៅកន្លែងណាហើយរកស៊ីអ្វីនោះទេរហូតមកដល់ថ្ងៃមួយនាងបានទទួលសម្បុត្រមួយច្បាប់មានសែកប្រាក់ចំនួន$100ដែលត្រូវបានគេផ្ញើមកពីទីក្រុងនៅក្នុងសម្បុត្រមួយច្បាប់នោះមានសារខ្លីៗសរសេរថាខ្ញុំស្រឡាញ់អ្នកណាផ្ញើលុយមកឲ្យខ្ញុំឬមានគេផ្ញើមកច្រឡំផ្ទះនាងមានអារម្មណ៍ចម្លែកចិត្តមិនដឹងថាអ្នកណាជាអ្នកផ្ញើមកហើយក៏មិនហ៊ានយកខ្សែកនោះទៅបដូរយកលុយនៅធនាគារព្រោះខ្លាចថាជាការផ្ញើច្រឡំបើម្ចាស់គេដឹងនាងនឹងមានរឿងមួយខែក្រោយមកនាងក៏បានទទួលសែកប្រាក់ចំនួន$100ដូចមុននាងគិតក្នុងចិត្តថាប្រកាសជាមាននរណាម្នាក់លួចជួយនាងចាប់ពីពេលនោះមកជារៀងរាល់ដើមខែនាងតែងទទួលបានប្រាក់និងសារខ្លីៗថាខ្ញុំស្រឡាញ់អ្នកនៅថ្ងៃបុណ្យចូលឆ្នាំនាងក៏ទទួលសម្បុត្រមួយច្បាប់ដោយអត្ថន័យខាងក្នុងសរសេរថាមកដល់ម៉ាក់ជាទីស្រឡាញ់ម៉ាក់សុខសប្បាយទេកូនដឹងថាម៉ាក់ស្រឡាញ់កូនណាស់កូនចាក់ចេញមកទុកឲ្យម៉ាក់នៅម្នាក់ឯងម៉ាក់ប្រហែលជាមិនទម្លាប់ប្រហែលជានឹកដល់កូនណាស់មែនទេម៉ាក់ការពិតកូនស្រឡាញ់ម៉ាក់ខ្លាំងណាស់កូនក៏មិនទម្លាប់ដូចគ្នាកូននឹកម៉ាក់ណាស់ម៉ាក់ដឹងទេម៉ាក់កូនដឹងថាម៉ាក់ខូចចិត្តប៉ុណ្ណាដែលកូនដែលមកនៅជាមួយនឹងប៉ាតែម៉ាក់ដឹងអត់ហេតុអីកូនជឿដល់បែបនេះកូនមិនចង់ឲ្យម៉ាក់លំបាកទេ
កូននៅជាមួយនឹងប៉ាកូនអាចសុំលុយពីប៉ាបានហើយក៏ផ្ញើឲ្យម៉ាក់នឹងមិនបាច់ងើបពីយប់តែលក់ផ្លែឈើតទៅទៀតទេម៉ាក់សូមម៉ាក់ថាសុខភាពឲ្យបានល្អណាម៉ាក់មិនចាំបាច់បារម្ភពីកូនទេថ្ងៃណាមួយកូននឹងត្រឡប់ទៅលេងម៉ាក់ហើយម៉ាក់គឺជាម៉ាក់ដ៏ល្អបំផុតសម្រាប់កូនកូនគ្មានផ្លូវចាំម៉ាក់ជាដាច់ខាតម៉ាក់ចាំកូនបន្តិចទៅណាចាំកូនធំជាងនេះកូននឹងនាំម៉ាក់មកនៅជាមួយកូនហើយយើងនឹងរស់នៅជាមួយគ្នាដោយមានក្តីសុខណាម៉ាក់កូនស្រឡាញ់ម៉ាក់នាងយំអោបសម្បុត្ររបស់កូនយ៉ាងណានជាប់នឹងដើមទ្រូងនាងទើបតែយល់ថាហេតុអ្វីកូនធ្វើដាក់នាងបែបនេះនៅថ្ងៃនោះការពិតកូនប្រុសនាងមិនដែលគិតនឹងបោះបង់នាងឬក៏ស្អប់នាងឡើយសូម្បីតែម្ដងនាងទើបតែយល់មូលហេតុដែលកូនប្រុសចាកចេញពីនាងទៅគឺដើម្បីបានរស់នៅជាមួយនាងម្ដងទៀតនៅថ្ងៃអនាគតតែប៉ុណ្ណោះឯង